បាទបញ្ហាដែលជាកត្តាប្រឈមសម្រាប់ធនាគារក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងការផ្ដល់ចំណេះដឹងហិរញ្ញវត្ថុជូនទៅដល់ខាងប្រជាពលរដ្ឋរបស់យើងបច្ចុប្បន្ននេះជាទូទៅយើងសង្កេតឃើញថាប្រជាជនគាត់មិនសូវជាចាប់អារម្មណ៍ទៅលើការទទួលបាននៅចំណេះដឹងហិរញ្ញវត្ថុទេដោយសារគាត់យល់ថាគាត់មានចំណេះដឹងគ្រប់គ្រាន់នៅក្នុងការចាត់ចែងផ្នែកខាងហិរញ្ញវត្ថុសម្រាប់ខ្លួនគាត់ផ្ទាល់ក៏ដូចជាក្រុមគ្រួសាររបស់គាត់ផងដែរក្រៅពីនេះផងដែរធនាគារគាត់ត្រូវធ្វើកិច្ចការងារបន្ថែមដើម្បីធ្វើយ៉ាងម៉េចនៅក្នុងការលើកទឹកចិត្តដល់អតិថិជននៅក្នុងការចូលរួមឬក៏យើងធ្វើការបង្កើតឡើងថ្មីដើម្បីឲ្យអតិថិជនគាត់ចាប់អារម្មណ៍ទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីក្លាយជាទុនសម្រាប់ខ្លួនគាត់នៅក្នុងការអភិវឌ្ឍក្រុមគ្រួសារគាត់ក៏ដូចខ្លួនគាត់ផ្ទាល់ផងដែរយើងចូលរួមទាំងអស់គ្នានៅក្នុងការលើកស្ទួយវិស័យហិរញ្ញវត្ថុនៅក្នុងកម្ពុជាក៏ស្របទៅតាមជាមួយនឹងចក្ខុវិស័យរបស់អមរិតយើងទាំងមូលដែលតែងតែចង់លើកតម្កើងក៏ដូចជាការលម្អទៅលើជីវភាពរបស់ប្រជាជនក៏ដូចជាការអភិវឌ្ឍទៅលើសេដ្ឋកិច្ចនិងសង្គមទាំងមូលដើម្បីរក្សាឲ្យបាននៅការអភិវឌ្ឍក៏ដូចជាស្ថិរភាពហិរញ្ញវត្ថុប្រជាពលរដ្ឋទាំងអស់ទាមទារឲ្យមានការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុក៏ដូចជាការកាត់បន្ថយនៅភាពក្រីក្រនៅក្នុងសង្គមយើងទាំងមូលនៅពេលដែលយើងនិយាយអំពីចំណេះដឹងហិរញ្ញវត្ថុយើងចាប់អារម្មណ៍មួយគឺថាចំណេះដឹងហើយនឹងហិរញ្ញវត្ថុហើយបើយើងនិយាយពីហិរញ្ញវត្ថុបើយើងនិយាយពីភាសាសាមញ្ញវិញយើងគិតពីរឿងលុយពេលយើងសាកគិតមើលថាតើលុយវារួមចំណែកអីនៅក្នុងដំណើរជីវិតរបស់យើងខ្ញុំអាចគិតថាលុយគឺជាផ្នែកមួយនៃដំណើរជីវិតរបស់យើងតែម្ដងអញ្ចឹងបើសិនជាយើងនិយាយថាតើចំណេះដឹងហិរញ្ញវត្ថុចំណេះដឹងពីលុយហ្នឹងវាសំខាន់ប៉ុន្មានខ្ញុំគិតថាវាពិតជាសំខាន់ដោយសារតែចំណេះដឹងហិរញ្ញវត្ថុនិងចំណេះដឹងរឿងលុយវាជាចំណេះដឹងដែលចូលរួមនៅក្នុងដំណើរជីវិតរបស់យើងដែរការគ្រប់គ្រងការចាត់ចែងលុយនិងហិរញ្ញវត្ថុរបស់យើងបានកម្រិតណាវាមានឥទ្ធិពលដោយផ្ទាល់និងដោយប្រយោលទៅលើដំណើរនៃសុខដុមនីយកម្មរបស់ជីវិតរបស់យើងផងដែរទាំងបច្ចុប្បន្នទាំងអនាគតការផែនការគ្រួសារណាទាំងផែនការសុភមង្គលការរៀបចំកូនចៅអីទាំងអស់គឺទាំងអស់ហ្នឹងគឺសិតតែពាក់ព័ន្ធទៅនឹងភាពសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុហើយដូច្នេះហើយដែលខ្ញុំយល់ថាការស្វែងយល់ឬក៏ការចេះដឹងទៅលើចំណេះដឹងហិរញ្ញវត្ថុគឺវាពិតជាបានរួមចំណែកទៅដល់ដំណើរវិវត្តនិងការរីកចម្រើនរបស់យើងជាបុគ្គលក្តីហើយនឹងក្រុមគ្រួសាររបស់យើងក្តីហើយនឹងផែនការអនាគតរបស់យើងក្តីខ្ញុំឧទាហរណ៍ថាប្រសិនបើយើងចង់ដាក់គោលដៅជីវិតថាយើងចង់ចូលនិវត្តន៍ដោយជីវិតបែបម៉េចនៅក្នុងនោះក៏ពាក់ព័ន្ធជាមួយនឹងការរៀបចំនៅចំណេះដឹងហិរញ្ញវត្ថុដើម្បីសម្រួចទៅដល់គោលដៅដែលយើងចង់សម្រេចបាន